ការងារសម្ដែងសិល្បៈបំរើប្រជាជនក្នុងតំបន់រំដោះបានគណៈកម្មាធិការបក្សភាពតំបន់តៃណាំបូយកចិត្តទុកដាក់ជាពិសេសមានក្រុមសិល្បៈខ្មែរល្បីឈ្មោះជាច្រើនក្រុមបានបង្កើតឡើងនៅក្នុងភូមិស្រុកតែម្ដងនៅកណ្ដាលភ្លៀងព្យុះនៃក្របរំសេវប៉ុន្តែសិល្បករទាំងឡាយនៅតែឥតបង្អង់ក្នុងការហាត់និងសម្ដែងគេចាត់ទុកថានេះជារណសេរីតស៊ូមួយរួមចំណែកនៅសូរសំនៀងនិងដូតតន្ត្រីគឺជាការរួមចំណែកកម្លាំងឲ្យការតស៊ូសង្គ្រាមក្រុមសិល្បៈខ្មែររស្មីប្រទីបគឺជាក្រុមសិល្បៈខ្មែរបដិវត្តន៍ដំបូងបង្អស់នៅតំបន់ណាំបូបានបង្កើតឡើងនៅឆ្នាំ1963នៅក្នុងវត្តកំបាំងបាត់ឃុំតាមងាយស្រុកកោកែខេត្តត្រវិញដោយមានសិល្បករសិល្បករនីដំបូងប្រហែល40នាក់ដែលជាយុវជនយុវនារីស្នេហាសិល្បៈខ្មែរមកពីភូមិស្រុកនានានៅក្នុងភូមិស្រុកបំងបាត់ខ្ញុំកំណើតក្រុមរស្មីប្រទីបបង្កើតបាននៅឆ្នាំ1963មកពេញនៅយាយតាក្នុងភូមិស្រុកយើងសម្ដែងរឿងសម្ដែងនិងសម្ដែងនោះទៅរឿងអ្នកស្រីថៃធីខៃនៅភូមិកៃសាន់ឃុំតាមងាយស្រុកកោកែគឺជាសិល្បករនីចំនួនទី1របស់ក្រុមសិល្បៈរស្មីប្រទីបនៅក្នុងភ្នក់ភ្លើងសង្គ្រាមទោះបីគ្រោះថ្នាក់និងលំបាកវេទនាច្រើនក្តីប៉ុន្តែអ្នកស្រីនៅតែចាំយ៉ាងច្បាស់នៅបទចម្រៀងកាលពីសម័យសង្គ្រាមដដែលមិនបាក់ណាខ្លាមានសង្គ្រាមរត់ច្រកមានសង្គ្រាមរត់ច្រករត់ច្រកមានលែងណាច្រកទេប្រេកលីនោះងុយយឺតែងកឡាញយេគឺថាំងនោះបីកែកអត់កែកស្លឹកច្រៀងកំណប់តុងចៅកើនោះកំណប់តុងចាំដល់លោអើយយាយច្រៀងបានណាយ៉ាងបាត់ពីមកណាសេខាងត្បូងក្រុមយើងជិនឡើងប្រគៀកចក្រពតអាមេរិកកុំតិចពួកតកនេះភូមិចឹងរលាយជាមស្រុកកាត់គុំហឹងកពឡើងដីទឹកប៉ុន្មានឆ្នាំកាត់បដាច់ជ្រុំជ្រេងចលនាចម្រៀងបន្លប់ស្នូក្របបែកកម្មភិបាលសិល្បករសិល្បករនីនៃក្រុមរស្មីប្រទីបបានចូលរួមដោយមិនក្រែងនៅទុកលំបាកពលីជីវិតរបស់ខ្លួនដើម្បីចូលទៅកន្លែងដែលសាហាវបំផុតរបស់សមរភូមិបំរើលើកទឹកចិត្តមាមីងយុទ្ធជនបានអង្គអាចច្បាមយកដីមួយចំអាមក្នុងភូមិស្រុកក្នុងសម័យសង្គ្រាមគឺថាក្រមសិល្បៈបានសកម្មភាពជាមួយកងទ័ពដើម្បីចលនាអូសតាញ់ស្ទះអារម្មណ៍ដែលខ្មាំងវាប្រឆាំងមកបដិវត្តន៍គឺថាក្នុងនោះមានការចូលរួមអំពីក្រមសិល្បៈរស្មីប្រទីបគឺសិល្បករសិល្បករនីសម្ដែងនៅវណ្ណកម្មបទចម្រៀងដើម្បីអូសតាញ់ស្ទះអារម្មណ៍ឲ្យខ្មាំងសត្រូវវិលមករកផ្លូវល្អវិលមកភូមិស្រុកជួបប្រពន្ធកូនក្រោយថ្ងៃរំដោះភាគខាងត្បូងឆ្នាំ1975ក្រុមសិល្បៈរស្មីប្រទីបបានបកពាក្យខេត្តក្រុមប្រឹក្សាប្រជាជនខេត្តត្រវិញវិនិយោគឲ្យក្លាយជាក្រុមសិល្បៈជំនាញដែលមានឈ្មោះថាក្រុមសិល្បៈរស្មីប្រទីបបម្រើនៅតម្រូវការខាងវប្បធម៌សិល្បៈរបស់មហាជនអភិរក្សនិងអភិវឌ្ឍតម្លៃសិល្បៈខ្មែរណាំបូ